អង្គការសហប្រជាជាតិបន្តការអំពាវនាវឲ្យមានបទឈប់បាញ់នៅស៊ូដង់ដែលមិនអាចនឹកស្មានដល់របស់ជនស៊ីវិលអគ្គលេខាធិការអង្គការសហប្រជាជាតិលោកអាន់តូនីញ៉ូកូតេរ៉េសបានអំពាវនាវឲ្យមានបទឈប់បាញ់ជាបន្ទាន់នៅក្នុងសង្គ្រាមស៊ីវិលដ៏ឃោរឃៅរបស់ប្រទេសស៊ូដង់តែអង្គការសហប្រជាជាតិនិយាយថាបានបង្កើតវិបត្តិមនុស្សធម៌ដ៏អាក្រក់បំផុតរបស់ពិភពលោកការអំពាវនាវរបស់លោកអាន់តូនីញ៉ូកូតេរ៉េសដែលធ្វើឡើងនៅយប់ថ្ងៃសុក្រគឺធ្វើឡើងបន្ទាប់ពីគំនិតផ្តួចផ្ដើមសន្តិភាពតែបានបង្ហាញដោយនាយករដ្ឋមន្ត្រីស៊ូដង់លោកកាមីលអ៊ីទ្រីសទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីថ្ងៃច័ន្ទតែបានអំពាវនាវឲ្យកងកម្លាំងគាំទ្ររហ័សដកហូតអាវុធផែនការនេះត្រូវបានបដិសេធដោយកងកម្លាំងគាំទ្ររហ័សថាជាការស្រមៃចង់បានសង្គ្រាមបានផ្ទុះឡើងនៅក្នុងខែមេសាឆ្នាំ2023នៅពេលដែលការតស៊ូដណ្ដើមអំណាចបានផ្ទុះឡើងរវាងកងទ័ពស៊ូដង់និងក្រុមយោធាប៉ារ៉ាឬកងកម្លាំងគាំទ្ររហ័សចាប់តាំងពីពេលនោះមកជម្លោះនេះបានធ្វើឲ្យមនុស្ស 9.61 លាននាក់ផ្លាស់ទីលំនៅពីផ្ទៃក្នុងប្រទេសនិងបានបង្ខំឲ្យមនុស្ស 4.3 លាននាក់ភៀសខ្លួនទៅកាន់ប្រទេសជិតខាងខណៈដែលជនជាតិស៊ូដង់ 30.4 លាននាក់ឥឡូវនេះត្រូវការជំនួយមនុស្សធម៌នេះបើយោងតាមតួលេខរបស់អង្គការសហប្រជាជាតិអគ្គលេខាធិការរងអង្គការសហប្រជាជាតិលោកម៉ូហាម៉េតខាលីតឃីរីបានប្រាប់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិក្នុងសប្តាហ៍នេះថាការភ័យខ្លាចនៃការប្រយុទ្ធគ្នាកាន់តែខ្លាំងឡើងក្នុងអំឡុងពេលរដូវប្រាំងត្រូវបានបញ្ជាក់លោកបានមានប្រសាសន៍ថារាល់ថ្ងៃកន្លងផុតទៅនាំមកនូវកម្រិតនៃអំពើហិង្សានិងការបំផ្លិចបំផ្លាញដ៏គួរឲ្យភ្ញាក់ផ្អើលជនស៊ីវិលកំពុងរងទុក្ខយ៉ាងខ្លាំងមិនអាចនឹកស្មានដល់ដោយគ្មានទីបញ្ចប់ឡើយជម្លោះបានផ្លាស់ប្ដូរក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះទៅកាន់តំបន់កូដូហ្វានភាគកណ្ដាលរបស់ប្រទេសស៊ូដង់ជាកន្លែងដែលកងកម្លាំងសន្តិសុខគ្មានព្រំដែនកងកម្លាំងគាំទ្ររហ័សបានដណ្ដើមយកតំបន់ប្រេងហេកលីតែជាយុទ្ធសាស្ត្រនៅថ្ងៃទី8ខែធ្នូការដណ្ដើមយកនេះបានជំរុញឲ្យកងកម្លាំងស៊ូដង់ខាងត្បូងឆ្លងចូលទៅក្នុងប្រទេសស៊ូដង់ដើម្បីការពារហេដ្ឋារចនាសម្ព័ន្ធដែលលោកគីរីបានព្រមានថាឆ្លុះបញ្ចាំងពីលក្ខណៈស្មុគស្មាញកាន់តែខ្លាំងឡើងនៃជម្លោះនិងវិមាត្រតំបន់ដែលកំពុងពង្រីករបស់វាកងកម្លាំងសន្តិសុខគ្មានព្រំដែនក៏បានបើកការជំរុញចុងក្រោយដើម្បីពង្រឹងការគ្រប់គ្រងពេញលេញលើរដ្ឋដាហ្វូខាងជើងដោយវាយប្រហារទីក្រុងនានាក្នុងតំបន់ដាសាកាវ៉ាជិតព្រំដែនឆាតចាប់តាំងពីថ្ងៃទី24ខែធ្នូការវាយលុកនេះគំរាមកំហែងបិទច្រកបៀងរត់គេចចុងក្រោយសម្រាប់ជនស៊ីវិលដែលភៀសខ្លួនចេញពីប្រទេសទៅប្រទេសឆាតអំពើហិង្សាបានរាលដាលឆ្លងកាត់ព្រំដែនស៊ូដង់នៅថ្ងៃសុក្រនៅពេលដែលការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកបានសម្លាប់ទាហានឆាត2នាក់នៅជំរំយោធាមួយក្នុងទីក្រុងព្រំដែនទីនមន្ត្រីចារកម្មយោធាឆាតម្នាក់បានប្រាប់ទីភ្នាក់ងារព័ត៌មានរយតថាយន្តហោះគ្មានមនុស្សបើកបានមកពីប្រទេសស៊ូដង់ទោះបីជាវានៅតែមិនច្បាស់ថាតើវាត្រូវបានបាញ់ចេញដោយកងទ័ពឬកងកម្លាំងគាំទ្ររហ័សក៏ដោយប្រទេសឆាតបានដាក់កងទ័ពអាកាសរបស់ខ្លួនឲ្យស្ថិតក្នុងស្ថានភាពប្រុងប្រយ័ត្នខ្ពស់ហើយបានព្រមានថាខ្លួននឹងប្រើប្រាស់សិទ្ធិរបស់យើងក្នុងការសងសឹកប្រសិនបើការវាយប្រហារនេះត្រូវបានបញ្ជាក់ថាជាចេតនាទោះបីជាមានជម្លោះកាន់តែខ្លាំងឡើងក៏ដោយអង្គការសហប្រជាជាតិសម្រេចបាននូវរបបកំហែងដ៏កម្រមួយដោយនិយាយនៅថ្ងៃសុក្រថាខ្លួនបានធ្វើបេសកកម្មវិតម្លៃលើកដំបូងរបស់ខ្លួនទៅកាន់ទីក្រុងអែលហ្វាសឺចាប់តាំងពីទីក្រុងនេះបានធ្លាក់ទៅក្នុងដៃរបស់កងកម្លាំងគាំទ្ររហ័សអ្នកសម្របសម្រួលមនុស្សធម៌របស់អង្គការសហប្រជាជាតិលោកស្រីដេនីសប្រោនបាននិយាយថាបេសកកម្មនេះបានធ្វើឡើងបន្ទាប់ពីការប្រយុទ្ធគ្នាយ៉ាងខ្លាំងការឡោមព័ទ្ធនិងការរំលោភបំពានយ៉ាងទូលំទូលាយប្រឆាំងនឹងជនស៊ីវិលនិងក្រុមមនុស្សធម៌អស់រយៈពេលជាច្រើនខែដោយបន្ថែមថាជនស៊ីវិលរាប់រយរាប់ពាន់នាក់ត្រូវភៀសខ្លួនចេញពីទីក្រុងអែលហ្វាសឺនិងតំបន់ជុំវិញកាលពីដើមខែនេះសាកលវិទ្យាល័យ Yale បានចេញផ្សាយរបាយការណ៍មួយដែលចងក្រងឯកសារអំពីការសម្លាប់រង្គាលជាប្រព័ន្ធដោយកងកម្លាំងគាំទ្ររហ័សនៅអែលហ្វាសឺជាមួយនឹងរូបភាពផ្កាយរណបដែលបង្ហាញពីភស្តុតាងនៃការដុតនិងការបញ្ចុះសិទ្ធិមនុស្សក្នុងទ្រង់ទ្រីធំរដ្ឋមន្ត្រីការបរទេសអាមេរិកលោកម៉ាកូរូប៊ីអូបានព្រមានកាលពីសប្តាហ៍មុនថាការប្រយុទ្ធគ្នានេះគឺគួរឲ្យរន្ធត់និងឃោរឃៅក៏ដោយប្រាប់សន្និសីទសារព័ត៌មានថាថ្ងៃណាមួយរឿងរ៉ាវនៃអ្វីដែលបានកើតឡើងនៅទីនោះនឹងត្រូវបានគេដឹងហើយអ្នកដែលពាក់ព័ន្ធទាំងអស់នឹងមើលទៅអាក្រក់លោកម៉ាកូរូប៊ីអូបាននិយាយទៀតថាលោកចង់ឲ្យសង្គ្រាមបញ្ចប់មុនឆ្នាំថ្មីប៉ុន្តែមិនមានសញ្ញាច្បាស់លាស់ណាមួយដែលបង្ហាញថាមានវឌ្ឍនភាពនោះទេផែនការសន្តិភាពរបស់លោកនាយករដ្ឋមន្ត្រីអ៊ីត្រីបានស្នើឲ្យមានបទឈប់បាញ់ជាបន្ទាន់ដែលត្រួតពិនិត្យដោយអង្គការសហប្រជាជាតិនិងការដកទ័ពកងកម្លាំងគាំទ្ររហ័សទាំងស្រុងចេញពីប្រហែល 40% នៃប្រទេសស៊ូដង់ដែលខ្លួនគ្រប់គ្រងប៉ុន្តែទីប្រឹក្សាម្នាក់របស់មេដឹកនាំកងកម្លាំងគាំទ្ររហ័សលោកម៉ូហាម៉េតហាំដាន កហេមេទី កដាហ្គាឡូបានបដិសេធសំណើនេះថា
កាន់តែខិតជិតទៅនឹងការស្រមើស្រមៃជាងនយោបាយពេលត្រឡប់ទៅកំពង់ផែស៊ូដង់វិញនៅថ្ងៃសុក្រលោកកាមីលអ៊ីទ្រីសបានដាក់បន្ទាត់ក្រហមមួយដោយនិយាយថារដ្ឋាភិបាលនឹងបដិសេធកងកម្លាំងរក្សាសន្តិភាពអន្តរជាតិពីព្រោះប្រទេសស៊ូដង់ធ្លាប់ត្រូវបានដុតដោយពួកគេកាលពីអតីតកាលនេះបើយោងតាមការចុះផ្សាយពីសារព័ត៌មានអាល់សាហ្វីរ៉ានៅថ្ងៃទី27ខែធ្នូឆ្នាំ2025នេះ